អញ្ចឹងមុខងារមួយនេះគឺវានឹងចាប់ស្លាកសញ្ញាល្បឿនហើយវានឹងបង្ហាញនៅលើកុងទ័រឲ្យយើងឃើញច្បាស់ៗមកខ្ញុំទទួលបានសំណួរពីបងប្អូនយើងគាត់សួរថានៅពេលដែលបើកនៅលើផ្លូវល្បឿនលឿនអញ្ចឹង option ណាខ្លះវាមានប្រយោជន៍ខ្លាំងហើយគួរតែប្រើ option ណាខ្លះដើម្បីឲ្យការបើកបររបស់យើងហ្នឹងកាន់តែមានភាពងាយស្រួលអញ្ចឹងថ្ងៃនេះគឺខ្ញុំមកឆ្លើយសំណួររបស់ពួកគាត់ដោយមកជាមួយនឹង Chili Stare ដើម្បីយកមកបង្ហាញឲ្យឃើញជាក់ស្ដែងមកអញ្ចឹងកុំឲ្យខាតពេលយូរតោះ អូខេអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងយើងខ្ញុំចង់បញ្ជាក់ថាឡានដែលខ្ញុំកំពុងតែបើកនេះគឺជា Chili Stare ដែលជាប្រភេទ SUV ខ្នាតកណ្ដាលមួយទើបតែមានលក់នៅលើទីផ្សារប្រទេសកម្ពុជាយើងថ្មីនេះដែរទេហើយជាមួយនឹង option អីគឺទំនើបច្រើនមែនទែនអញ្ចឹងឡានមួយនេះគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងអូខេអញ្ចឹងមុននឹងចូលមកដល់ផ្លូវល្បឿនលឿននេះខ្ញុំក៏សូម recommend ឲ្យបងប្អូនឆែកមើលសម្ពាធខ្យល់កង់ដែរដោយសារតែនៅពេលដែលបើកចូលមកដល់ផ្លូវល្បឿនលឿនចេះច្បាស់ហើយថាបងប្អូនប្រកបជាបើកលឿនអញ្ចឹងណាអញ្ចឹងជៀសវាងមានគ្រោះថ្នាក់យើងអាចឆែកមើលមុននឹងចូលមកផ្លូវល្បឿនលឿនអញ្ចឹងដើម្បីអាចឆែកឲ្យត្រឹមត្រូវបានបងប្អូនអាចមើលទៅលើនៅលើទ្វារឡានអញ្ចឹងណាដើម្បីឲ្យដឹងថាដាក់ខ្យល់កង់ប្រហែលគីឡូអញ្ចឹងទៅប៉ុន្តែជាមួយនឹង Chili Stare នេះវាមានជាមួយនឹងប្រព័ន្ធវាស់សម្ពាធខ្យល់កង់មកស្រាប់ហើយអញ្ចឹងយើងគ្រាន់តែមើលនៅលើកុងទ័រ digital របស់វានេះគឺយើងអាចមើលដឹងភ្លាមៗមកបកមកវិញ option ដែលខ្ញុំគិតថាវាសំខាន់និងចាំបាច់បំផុតដំបូងគេនោះគឺ cruise control អញ្ចឹងជាមួយនឹង Chili Stare នេះគឺវាមាន cruise control ដែលជាប្រភេទ adaptive cruise control មានន័យថាវានឹងបន្ថយល្បឿនបង្កើនល្បឿនអីទៅតាមយានយន្តខាងមុខដែរបើសិនជាមានយានយន្តខាងមុខយើងអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាយើងកំណត់ល្បឿនថេមួយនៅក្នុងល្បឿន80 គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងនៅពេលដែលយើងដាក់80 គីឡូម៉ែត្រក្នុង1ម៉ោងទៅឡានរបស់យើងគឺនឹងបើក80 គីឡូម៉ែត្រក្នុង1ម៉ោងហើយយើងក៏អាចសេរីគម្លាតសុវត្ថិភាពពីឡានរបស់យើងជាមួយនឹងឡានខាងមុខបានដែរអញ្ចឹងហើយfunction មួយនេះខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំងមែនទែនព្រោះវាអត់ធ្វើឲ្យយើងចុកជើងអញ្ចឹងណាហើយយើងគ្រាន់តែកាន់ដៃចង្កូតទៅគឺវានឹងដំណើរការវានឹងសេល្បឿនដោយខ្លួនឯងទៅតាមយានយន្តខាងមុខបើសិនជាឡានខាងមុខបន្ថយល្បឿនវានឹងបន្ថយដែរបើសិនគេបង្កើនល្បឿនវានឹងបង្កើនដែរប៉ុន្តែអត់ឲ្យលើស80 គីឡូម៉ែត្រក្នុង1ម៉ោងដែលយើងបានកំណត់ទេនិយាយដល់រឿងល្បឿនឡាន Chili Stare មួយនេះក៏វាមានជាមួយនឹងមុខងារចាប់ស្លាកសញ្ញាចរាចរណ៍ដែរជាពិសេសគឺស្លាកល្បឿនអញ្ចឹងណាហើយយើងដឹងថានៅលើផ្លូវល្បឿនលឿនរបស់យើងក៏មានជាមួយនឹងល្បឿនកំណត់ផងដែរអញ្ចឹងក្នុងករណីខ្លះជួនកាលទៅគឺយើងអត់ចង់ប្រើជាមួយនឹង adaptive cruise control ដែលយើងចង់ជន់ដែរអញ្ចឹងណាចង់សាកកម្លាំងឡានចង់សាកអីចឹងទៅអញ្ចឹងហើយករណីខ្លះក៏យើងអាចជន់ភ្លេចខ្លួនក៏វាអាចលើសល្បឿនកំណត់ដែរអញ្ចឹងមុខងារមួយនេះគឺវានឹងចាប់ស្លាកសញ្ញាល្បឿនហើយវានឹងបង្ហាញនៅលើកុងទ័រឲ្យយើងឃើញច្បាស់ៗមកឧទាហរណ៍ថាល្បឿន80វានឹងបង្ហាញ80ល្បឿន100វានឹងបង្ហាញ100ស្លាកសញ្ញាល្បឿននៅលើនេះឲ្យយើងឃើញច្បាស់ៗអញ្ចឹងយើងអាចដឹងថាយើងជន់លើសល្បឿនឬក៏អត់អាហ្នឹងក៏វាជាចំណុចល្អជា option ល្អនិងជា option ដែលសុវត្ថិភាពមួយដែរ option មួយទៀតដែលខ្ញុំចង់ mention ដែរគឺប្រព័ន្ធ highway driving assist ដែលជាប្រព័ន្ធជំនួយទៅលើការបើកបរនៅលើផ្លូវ highway ក៏ដូចជាផ្លូវល្បឿនលឿនអញ្ចឹងមូលហេតុដែលខ្ញុំចង់ mention option មួយនេះក៏ដោយសារតែខ្ញុំមើលឃើញថាឡានតម្លៃខ្ទង់ $30,000 ជាងគឺអត់សូវដាក់ option មួយនេះមកទេប៉ុន្តែសម្រាប់ Chili Stare គឺដាក់មកអញ្ចឹងដំណើរការរបស់វាគឺវាប្រើ sensor ដើម្បីចាប់ឧបសគ្គនៅជុំវិញខ្លួនរបស់យើងហើយវានឹងកំណត់ល្បឿនរបស់យើងទៅតាមស្ថានភាពជាក់ស្ដែងដោយដំណើរការជាមួយនឹងប្រព័ន្ធ adaptive cruise control ហើយមួយទៀតក៏វាដំណើរការជាមួយនឹងមុខងារចាប់ស្លាកសញ្ញាចរាចរណ៍ក៏ដូចជាប្រព័ន្ធ lane keeping assist ផងដែរអញ្ចឹងដំណើរការប្រព័ន្ធមួយនេះគឺវានឹងកំណត់ល្បឿនថេឲ្យយើងហើយអត់ឲ្យលើសល្បឿនកំណត់ហើយវានឹងរក្សាឡានរបស់យើងឲ្យនៅក្នុងគន្លងត្រឹមត្រូវទៀតជាមួយនឹងប្រព័ន្ធ lane keeping assist អញ្ចឹងប្រព័ន្ធ lane keeping assist នេះឧទាហរណ៍ថាយើងជិះកិនកណ្ដុះផ្លូវក៏វាជួយដៃចង្កូតឲ្យយើងមកចូលនៅក្នុងគន្លងផ្លូវត្រឹមត្រូវវិញដែរអញ្ចឹងខ្ញុំគាត់ថាអានេះជា option ដែលសុវត្ថិភាពនិងចាំបាច់បំផុតមួយដែរភ្ជាប់ជាមួយនឹង option lane keeping assist នេះ Chili Stare ក៏មាន option មួយទៀតដែលគេហៅថា lane departure warning ដែលមានន័យថានៅពេលដែលយើងជិះកិនកណ្ដុះកន្លងផ្លូវដោយអត់វាយសញ្ញោគឺវានឹងញ័រដៃចង្កូតឲ្យយើងដឹងថាយើងជិះកិនកណ្ដុះផ្លូវហើយអញ្ចឹងមុខងារនេះក៏វាដំណើរការជាមួយនឹង lane keeping assist វានឹងជួយសេរីដៃចង្កូតឲ្យយើងចូលមកកន្លងត្រឹមត្រូវវិញខ្ញុំគិតថាសម្រាប់ការបើកបរនៅលើផ្លូវ highway ក៏ដូចជាផ្លូវល្បឿនលឿននេះគឺវាចាំបាច់វាមានប្រយោជន៍ខ្លាំងមែនទែនដោយសារតែវាជួយរក្សាឡានយើងហ្នឹងឲ្យនៅក្នុងកន្លងផ្លូវត្រឹមត្រូវរហូតខ្ញុំតើអត់ឲ្យងាកចូលទៅកន្លងគេដោយអចេតនាឯងព្រោះដោយសារតែយើងដឹងថាអ្នកដែលបើកបរនៅលើផ្លូវល្បឿនលឿនគឺគាត់បើកល្បឿនលឿនអញ្ចឹងបើសិនជាយើងងាកចូលកន្លងគេដោយអចេតនាគឺគ្រោះថ្នាក់ខ្លាំងមែនទែនតមកទៀត option ដែលខ្ញុំគិតថាចាំបាច់ដែរនោះគឺប្រព័ន្ធប្រាំងអូតូព្រោះថាសម័យ2024ហើយបើសិនជាអត់ប្រព័ន្ធប្រាំងអូតូមួយនេះដូចជាអត់អីដូចខ្វះជាតិអីម្យ៉ាងអញ្ចឹងណាអញ្ចឹងសម្រាប់ Chili Stare នេះវាមានមកពាក់ជាមួយនឹងប្រព័ន្ធប្រាំងអូតូដែរហើយយើងដឹងថាពេលខ្លះទោះបីជាយើងបើកបរត្រឹមត្រូវនៅក្នុងកន្លងយើងក៏ដោយទោះបីជាយើងប្រើ cruise control ក៏ដោយប៉ុន្តែមានករណីខ្លះមានឡានអ្នកបើកបរផ្សេងៗគាត់
អាចងាកចូលមកកន្លងផ្លូវយើងភ្លាមដោយអចេតនាណាមួយឬក៏គាត់ជួបឧបសគ្គនៅខាងមុខហើយគាត់ចាប់ប្រាំងភ្លាមនោះប្រព័ន្ធប្រាំងអូតូគឺដើរតួសំខាន់ខ្លាំងមែនទែនវាអាចជួយយើងបានអញ្ចឹងណាមកពេលដែរយល់ទៅចាំបាច់មែនទែនអូខេអញ្ចឹងក្រៅពី option ដែលជំនួយទៅលើប្រព័ន្ធសុវត្ថិភាពក៏ដូចជាជំនួយការបើកបរនៅលើផ្លូវ highway នេះក្នុងករណីបងប្អូនចង់ជន់ test speed test performance LAN សម្រាប់ Chili Star Ray មួយនេះក៏មិនណយដែរដោយសារតែវាប្រើម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ turbo ទំហំ4ស៊ីឡាំងហើយកម្លាំងរបស់វានឹងគឺ172សេសនិងកម្លាំងរមួលដល់ទៅ290 Newton m ហើយវាដំណើរការជាមួយនឹងប្រអប់លេខអូតូ7វគ្គជាមួយនឹងពងមួយអញ្ចឹងណាអញ្ចឹងសម្រាប់ performance របស់វាគឺជន់ស្ទុះល្អខ្លាំងមែនទែនម៉ាស៊ីនមួយនេះគឺជន់ performance របស់វាគឺស្ទុះខ្លាំងហើយអីដែលសំខាន់នោះគឺវាមាន drive mode ទៀតអញ្ចឹង drive mode របស់វាគឺមាន4មាន intelligent មាន eco មាន comfort ហើយនិង sport អញ្ចឹងនៅលើផ្លូវលឿនចេះបើសិនជាដាក់ sport ជន់គឺស្ទុះអែមខ្លាំងមែនទែនអញ្ចឹងសម្រាប់ការវ៉ាឆេងគឺធានាដាច់ថឹងមកហើយបងប្អូនដែលធ្លាប់ប្រើ LAN Chili Cure ណាប្រហែលជាដឹងពី performance របស់ LAN Chili ហើយព្រោះខ្ញុំធ្លាប់សាកដែរជាមួយនឹង Cure គឺស្ទុះខ្លាំងមែនទែនហើយពាក់ព័ន្ធជាមួយនឹង Star Ray មួយនេះក៏មិនខុសគ្នាប្រហែលដែរហើយពាក់ព័ន្ធជាមួយនឹងប្រអប់លេខ7វគ្គរបស់វាក៏ចូលលេខបាន smooth ល្អដែរអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងសម្រាប់ការជន់យល់បឿនជន់វ៉ាជែងអីគឺ smooth ហើយវាស្ទុះអែមខ្លាំងមែនទែនអញ្ចឹង performance គឺធានានៅ option ចុងក្រោយមួយទៀតដែលខ្ញុំចង់ mention ដែរគឺពាក់ព័ន្ធជាមួយនឹងកុងទ័របាញ់លើកញ្ចក់ដោយសារតែ Chili Star Ray មួយនេះតម្លៃខ្ទង់$30,000មែនប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹង option ដាក់មកគឺអត់ឲ្យចាញ់គេហ្មងខ្ញុំទៅលើសគេហ្មងហើយវាមានជាមួយនឹងកុងទ័របាញ់លើកញ្ចក់ដែរជាប្រភេទពណ៌ហើយជាប្រភេទ AR ទៀតអញ្ចឹងនៅលើនេះវាអាចបង្ហាញពីកុងទ័រល្បឿនក៏ដូចជាស្លាកល្បឿនកំណត់ដែលវាប្រើជាមួយនឹងប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍យើងឃើញនៅលើនេះយន្តទៅគឺមានភាពងាយស្រួលមែនទែនយើងអាចមើលផ្លូវឃើញផងយើងអាចមើលកុងទ័របាញ់លើកញ្ចក់នឹងឃើញផងសុវត្ថិភាពមែនទែនអូខេអញ្ចឹងសរុបមកវិញនេះគឺជា option ដែលខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំងបំផុតនៅពេលដែលយើងបើកបរនៅលើផ្លូវលឿនអញ្ចឹងណាហើយក៏សូមអរគុណទៅដល់ខាង Chili Cambodia ដែលបានឲ្យ LAN Chili Star Ray មកខ្ញុំដើម្បីយកមកថតបង្ហាញជូនបងប្អូនអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ជាមួយនឹង LAN SUV មួយនេះក៏អាចអញ្ជើញទៅមើលដោយផ្ទាល់ក៏ដូចជាបើកបរសាកល្បងដោយផ្ទាល់បានដែរនៅ showroom ក្រុមហ៊ុន Chili Cambodia ឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើអេក្រង់អញ្ចឹងចំពោះបងប្អូនវិញយកយ៉ាងណាដែរអាច comment នៅខាងក្រោមបានពីខ្ញុំបាទសេងឡុងអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត